បងប្អូនខ្ញុំទិញស្រូវគាត់1គីឡូ10000ប៉ុន្តែយើងមានលក្ខខណ្ឌឲ្យបើបងស្រីទាំង3នាក់គឺក្បង់ចេញពីបាវនោះមកដាក់លើអញ្ជីងនេះរយៈពេល1នាទីគាត់ក្បង់បានប្រហែលគីឡូខ្ញុំទិញប៉ុណ្ណឹងគីឡូ1គីឡូ10000បើក្បង់បាន100គីឡូទិញ100គីឡូអញ្ចឹងវាស្មើនឹង1000000តោះចាប់ដើមទីវាគ្នាបាទត្រៀមណាមីងក្បង់ពីនោះមិនអាចទេមីង1គីឡូ10000ត្រៀម1 2ទៅមើលហើយមើលនេះ1 2ចាប់ដើមទៅវិញលឺអត់គ្នាបាទអូយនេះ1គីឡូ10000សបាយជាមួយបងប្អូននៅខាងក្នុងត្បែងខេត្តព្រះវិហារអូយខ្ញុំស្អី100គីឡូយកបាទ1គីឡូ10000បងប្អូនបាទអរ22វិនាទីហើយបាទ22វិនាទីហើយ1គីឡូ10000បាទនេះឡើងវិញ1គីឡូ10000វីដេអូរៀបការជូនបងប្អូនខាងព្រះវិហារបាទនេះនៅឯភ្នំត្បែងព្រះវិហារតែម្ដងនេះបងប្អូនប្រជាប្រដ្ឋខ្មែរទាំងអស់1គីឡូ10000ពាក់មីទិញ1គីឡូ10000នេះ40វិនាទីហើយបងប្អូននេះបាទរៀម43បាទ1គីឡូ100001គីឡូ10000មើលខ្លោ49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 174 175 176 177 178 179 180 181 182 183 184 185 186 187 188 189 190 191 192 193 194
แล้วผมมาเมื่อจริงๆมันกับเรานี่dia pi ke lau man pi ke lau kalah ចុះនេះម៉ាននេះអានេះ8គីឡូកន្លះ 3គីឡូកន្លះចឹងបាន6គីឡូបាន6គីឡូស្មើនឹង60000រៀលបាទមិនបាន6គីឡូស្មើនឹង60000បាទ10000 20000 30000 40000 50000 60000បាទ60000ជឿមិញសំខាន់ពេលមេទិញស្រូវ1គីឡូ10000ហើយថែមឲ្យភេសជ្ជៈ4កេសទៀតបាទអាយ1កេស Express 1កេសបាទ Work 1កេស Dash 1កេសទៀតនេះមិញបងប្អូនខ្ញុំទិញស្រូវ1គីឡូ10000មិញនេះគ្រាន់តែជាការលេងហ្គេមសបាយផ្ដល់ស្នាមញញឹមដល់បងប្អូនប្រជាកសិករនៅតាមបណ្ដោយព្រំដែនខេត្តព្រះវិហារតែប៉ុណ្្នឹងទេបាទប៉ុន្តែអ្វីដែលជួយដល់ប្រជាពលរដ្ឋពិតប្រាកដជួយដល់គ្រួសារកងទ័ពពិតប្រាកដនោះគឺក្រុមហ៊ុនជីម៉ុងអ្នកញ៉ាលៀងម៉េងបានចុះមកផ្ទាល់បាទទិញស្រូវចំនួន5000តោនបាទ5000តោនពីគ្រួសារកងទ័ពបាទខ្មែរជួយខ្មែរបាទក្រុមហ៊ុនខ្មែរបឺរីជីបាទប្រកាសទិញស្រូវផ្ទាល់តែម្ដងពីកសិករ5000តោនបាទជារៀងរាល់ឆ្នាំក្នុងតម្លៃ1000រៀលខ្មែរបឺរីជីបាទចុះទិញស្រូវដោយផ្ទាល់បាទផលិតដោយផ្ទាល់និងផ្ដល់ថវិកាផ្ទាល់តែម្ដងបាទភ្លាមទៅកាន់កសិករជាពិសេសគឺគ្រួសាររបស់កងទ័ពជួរមុខនៅឯខាងខេត្តព្រះវិហារក្រុមហ៊ុនខ្មែរបឺរីជីបាទគ្រប់គ្រងអស់ពីចិត្តបាទទៅកាន់កសិករដែលកំពុងតែជួបទុក្ខការលំបាកជាពិសេសបាទក្រុមហ៊ុនបានបដិញ្ញាថារាល់លុយដែលបានមកពីការទិញទាំងអស់ត្រូវតែចូលក្នុងគ្រួសារកសិករផ្ទាល់តែម្ដងបាទពុំមានក្មួញកដាលណាឬក៏ជនទី3ណាទិញបន្តទេបាទខ្មែរបឺរីជីបាទក្រុមហ៊ុនកូនខ្មែរគ្រប់គ្រងផលិតផលខ្មែរខ្មែរដូចគ្នាអ្វីដែលយើងអាចដូចខ្ញុំដូចជាចលករមួយដើម្បីជួយផ្សព្វផ្សាយទៅថាពេលដែលកសិករឬមួយយើងជួបអីដែលពិបាកយើងអាចចេញមុខមកជួយគ្នាបន្តិចម្នាក់មិនថាខ្ញុំក្រុមហ៊ុនមួយអាចជួបបានអស់ទេបាទគុំគ្នាជួយគ្នាអញ្ចឹងដល់ថ្ងៃហ្នឹងក៏យកបងបណ្ណាហើយបងកាត់នេះមកដើម្បីចូលរួមជាមួយគ្នាដើម្បីធ្វើម៉េចផ្សព្វផ្សាយទៅបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ថាពេលដែលក្រុមហ៊ុនចុះមកជួយទិញអញ្ចឹងគឺធ្វើម៉េចដើម្បីឲ្យដល់ដៃជាកសិករពិតប្រាកដហើយជាកងទ័ពពិតប្រាកដសូមឲ្យជួយឲ្យគាត់ថាមានឱកាសគឺថាយើងធ្វើម៉េចដល់កុំឲ្យយើងហើយខ្ញុំក៏ព្យាយាមបញ្យល់បុគ្គលិកខ្ញុំយ៉ាងខ្លាំងគឺមិនកុំឲ្យធ្លោះធ្លោយគឺថាទៅអ្នកដែលគាត់កេងអញ្ចឹងទៀតគឺយើងចង់បានឲ្យកិច្ចការងារហ្នឹងហូរទៅដល់អ្នកដែលគាត់ជួបឧបសគ្គនឹងពិតប្រាកដតែជាបរិបទដែលគាត់ខិតខំធ្វើដល់ពេលធ្វើតម្លៃវាធូរពេលក្រុមហ៊ុនចុះមកជួយទៅឲ្យតម្លៃទៅជួយបានតម្លៃល្អដែរអញ្ចឹងធ្វើឲ្យគាត់នឹងកាន់តែសប្បាយចិត្តបាទសប្បាយចិត្តអញ្ចឹងទេគាត់បង្ខំធ្វើកិច្ចការនឹងបន្តទៅមុខទៀតបាទលោកគ្រូមកមុនដូចជាស្រូវធ្លាក់ថ្លៃខាងលោកគ្រូបាទស្រូវធ្លាក់ថ្លៃបាន50ជាងទេបានតែ50ជាងទេបាទឥឡូវគាត់ឲ្យដល់1000 1គីឡូបាទចែកខ្ញុំអរគុណច្រើន1000 1គីឡូដែលមានពីណាគេធ្លាប់ទិញនៅក្នុងតម្លៃនេះពីមុនមកទេលោកគ្រូអត់មានទេ1000អត់មានទេអត់មានច្រើនបំផុតត្រឹមប៉ុណ្ណាដែរចាំមកដល់ត្រឹមឲ្យមើល590បាន60ទេបាទទៅបានអង្គញាគាត់ចុះមកទិញជួយដល់1គីឡូ1000ខ្ញុំអរគុណច្រើនមែនទែន